ខ្ញុំមានគិះហ្នឹងវាទំហំ6លីខ្ញុំក៏បារម្ភខ្ញុំដឹងថាខ្ញុំត្រូវព្យាបាលមកទេខ្ញុំក៏ឃើញអ៊ីកូរ៉ៃហ្នឹងគេផ្សាយទៅថាអាចរំលាយគិះបានខ្ញុំក៏សាកបងប្រើទៅហើយខ្ញុំសាកបងប្រើហ្នឹងគឺអស់5ឈុតណាហើយ5ឈុតហ្នឹងគឺខ្ញុំរលាយគិះហ្មងតែពេលដែលខ្ញុំទៅពិនិត្យខ្ញុំពងតែប្រើហ្នឹងបានប្រហែលជា4ខែហ្នឹងខ្ញុំទៅពិនិត្យទៅហ្នឹងគឺរលាយតែ1លីទេចុះតែ1លីទេនៅសល់5លីដល់ពេលខ្ញុំ2ខែក្រោយបន្ទាប់ពីខ្ញុំពិនិត្យហ្នឹងហើយខ្ញុំក៏ទៅពិនិត្យដល់ទៀតក៏អត់មានឃើញទៀតទេបែរគេថាអត់មានគីផងនិយាយទៅគ្រួសារខ្ញុំក៏មានទឹកដក់ក្នុងតកងហើយនឹងចង្អាស៊ីតផងហើយនឹងគីពងកដែរហើយខ្ញុំក៏សាកបងប្រើអ៊ីកូរ៉ៃនឹងដែរប្តីខ្ញុំក៏ប្រើ3ឈុតទៅពិនិត្យបន្ទាប់ពីប្រើបាន3ឈុតហ្នឹងក៏ទៅពិនិត្យទៅឃើញអត់មានឃើញគីពងកហើយនឹងទឹកដក់ទេតែថតមើលទៅក៏អត់ឃើញមានទេហើយដោយសារតែប្រើអ៊ីកូរ៉ៃហ្នឹងហើយព្រោះដោយសារតែក្នុងឡងពេលប្រើហ្នឹងមុនហ្នឹងគឺយើងទៅពិនិត្យហើយថាមានគីហើយនឹងទឹកដក់ហ្នឹងដល់ពេលយើងមិនដឹងថាទៅព្យាបាលបែបម៉េចទេព្រោះលេបថ្នាំក៏វាអត់មានបានធូរទេអញ្ចឹងណាបងក៏សាកបងប្រើទៅក្នុងឡងពេលសាកបងហ្នឹងគឺអត់បានប្រើថ្នាំទេដល់ពេលអញ្ចឹងទៅក៏ទៅពិនិត្យទៅក៏ឃើញថាអត់មានគីកំពុងកហើយនឹងទឹកដក់ទៀតទេអញ្ចឹងណាបងបើម៉ែខ្ញុំវិញគាត់ពិនិត្យទៅគាត់លៀនឌីគាត់ឈឺចង្កេះខ្លាំងហើយនឹងឈឺកជើងខ្លាំងគាត់ដើរចង់រួចទេឈឺទីទៅគាត់ពិបាកលៀនឌីហ្នឹងរៀងពិបាកអ្នកឈឺមិនដឹងថាឈឺមកអញ្ចឹងបងខ្ញុំក៏មិនដឹងថាសាក់ស្អីឲ្យគាត់ចឹងតែមិនដឹងថាទិញអីឲ្យគាត់ប្រើអញ្ចឹងបងខ្ញុំក៏ឃើញអ៊ីកូរ៉ៃហ្នឹងថាត្រូវជាមួយនឹងលៀនឌីដែរហ្នឹងក៏ទិញឲ្យគាត់សាកទៀតទៅសាកឲ្យគាត់សាកឲ្យទៅចូល3ឈុតដែរតែគាត់នឹងធូរតាំងពីឈុតទី1គាត់ធូរគាត់នឹងធូរហ្មងប៉ុន្តែឥឡូវហ្នឹងគាត់ប្រើអស់3ឈុតហើយគាត់ថាគាត់លែងឈឺកជើងហើយតែនៅចង្កេះហ្នឹងគាត់ឈឺប៉ុន្តែនៅឈឺតិចទេវាខ្លាំងដូចអាពេលមិនទាន់ប្រើអញ្ចឹងហើយខ្ញុំនៅតែបន្តគាត់យីរហូតហ្នឹងហើយខ្ញុំឥឡូវគាត់ហ៊ានស្រួលបានច្រើនខ្ញុំទៅដោះស្រាយបានច្រើនណាបងខ្ញុំធូរចិត្តច្រើនណាស់ដល់ពេលអញ្ចឹងវាមិនសូវជាចំណាយលុយច្រើនហើយក៏វាចំណេញវាដឹងថាលាបទៅវាបានផលល្អ